សម្រាប់ការផលិតវីដេអូអត់មានពេលវេលាណាមួយដែលប្រាប់ថាពេលវេលានេះអាចផលិតវីដេអូបានគឺស័ក្តិសមពេលវេលានោះអាចផលិតវីដេអូបានគឺស័ក្តិសមបំផុតគឺអត់មានពេលវេលាច្បាស់លាស់ជាក់លាក់សម្រាប់អ្នកនរគ្នាទេអ្វីដែលអាចបញ្ជាក់ថាតើវាគឺជាពេលវេលាស័ក្តិសមឬក៏អត់គឺនៅលើផ្លូវចិត្តទាំងអស់គ្នាគឺនៅលើការជឿជាក់លើខ្លួនឯងមិនថាអ្នកនរគ្នាជាមនុស្សប្រុសស្រីអាយុប៉ុន្មានក៏ដោយវ័យចាស់វ័យកណ្ដាលវ័យក្មេងក៏ដោយសំខាន់គឺលើខ្លួនឯងតើខ្លួនឯងជឿជាក់លើខ្លួនឯងនៅហើយខ្លួនឯងហ៊ានប្រឈមមុខទៅនឹងការផលិតវីដេអូចេញទៅអត់ពិសេសឬក៏ពេលវេលាកូនចៅច្បាស់លាស់ហើយថាតើពេលណាដែលយើងធ្វើទៅស័ក្តិសមសំខាន់គឺខ្លួនយើងតើយើងជឿជាក់ថាយើងនឹងធ្វើបានអត់បើមិនយើងជឿជាក់ខ្លួនឯងហើយគឺតកតងជាមួយនឹងពេលវេលាគឺយើងអាចលៃបានទេពេលណាយើងតនេគឺយើងអាចធ្វើបានសម្ភារៈការប្រើប្រាស់ឬក៏កម្មវិធីអីក៏ដែលយើងកាត់វីដេអូនោះគឺយើងសិតតែអាចលៃបានទាំងអស់វាមានអីត្រូវចំណាយច្រើនឬក៏អត់មានអីដែលត្រូវថាចំណាយពេលវេលាយើងអស់ច្រើនទេអ្វីសំខាន់គឺលើខ្លួនឯងពេលវេលាស័ក្តិសមបំផុតក្នុងការផលិតវីដេអូគឺនៅលើផ្លូវចិត្តខ្លួនឯងនៅលើភាពជឿជាក់លើខ្លួនឯងផ្សេងអ្នកគ្នាមានហើយប្រធានបទដែលយើងចង់និយាយក៏ល្អទៀតអ្នកគ្នាចាប់តាមបានពីព្រោះដោយសារឥឡូវនៅក្នុងការបង្កើតមាតិកាខ្ញុំគិតថាវាស្រួលមែនតើសម្បីតែការaccount នៅក្នុង social media ណាមួយមិនថា Facebook TikTok YouTube Instagram សិតតែយើងអាចបង្កើតខ្លួនឯងបានអត់ដូចកាលពីសម័យមុនដែលយើងត្រូវទៅរកអ្នកដែលគាត់ចេះបង្កើតអាចបង្កើតបានឥឡូវគឺយើងអាចបង្កើតខ្លួនឯងបានទាំងអស់យើងអាចធ្វើបានទាំងខ្លួនឯងទៅតាំងពីយើងមាន account ដែលយើងអាចផុសបានរហូតដល់យើងថតវីដេអូកាត់វីដេអូផុសវីដេអូចូលគឺសិតតែលើខ្លួនយើងម្នាក់ឯងយើងអាចធ្វើបានទាំងអស់យើងអត់មានអីដែលត្រូវកំណត់ថាពេលណាមួយដែលស័ក្តិសមទេសួរខ្លួនឯងយើងច្បាស់លាស់ជាមួយវានៅហើយយើងជឿជាក់លើខ្លួនឯងនៅការជឿជាក់លើខ្លួនឯងគឺខ្ញុំចង់បញ្ជាក់ថានៅពេលដែលអ្នកនរគ្នាធ្វើហើយប្រកាសជាមានអ្នកស្គាល់តែយើងអាចឈមជាមួយនឹងពាក្យដែលគេ comment មកយើងបានអត់ទី1ទី2តើពេលដែលយើងចេញទៅក្រៅពេលដែលគេសួរនាំយើងឬក៏អ្នកខ្លះក៏អ្នកខ្លះសួរនាំបែបចំអន់អ្នកខ្លះក៏សួរនាំបែបរៀងសบายរៀបលេងសើចមួយយើងអញ្ចឹងណាតែយើងអាចទទួលយករឿងបានអត់បើយើងអាចទទួលយកបានយើងអត់មានអារម្មណ៍ថាខ្មាស់គេឬក៏អៀនទេអត់អាចបញ្ហាទេអ្នកនេះអាចធ្វើបាន